Hello everybody ចាសសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមានការបង្ហាញការសន្ទនាមួយទាក់ទងទៅនឹងការទៅទិញអីវ៉ាន់ក៏ដូចជាការសុំតថ្លៃអីវ៉ាន់ហ្នឹង Okay so welcome to English conversation about shopping and asking for the best price គឺមានន័យថាការទៅទិញអីវ៉ាន់និងការស្នើសុំតម្លៃល្អមានន័យថាការបញ្ចុះតម្លៃហ្នឹង Okay so there are two people, I mean people a person A and B conversation together. ចឹង A គាត់និយាយថា Hello, how much is this blue shirt? សួស្តីតើអាវយឺតពណ៌ខៀវនេះមានតម្លៃប្រមាណដែរថ្លៃប្រមាណដែរ B Hello, this one is $30. សួស្តីអាវនេះគឺតម្លៃ$30 A ក៏គាត់តបវិញថា $30 that is a little expensive $30ឬវាថ្លៃបន្តិចហើយ Okay B ក៏តបមកវិញថា It is high quality it's a very good material It is high quality it's a very good material វាជាសាច់អាវវាជាអាវដែលមានគុណភាពហើយសាច់អាវហ្នឹងសាច់កំណាត់ហ្នឹងគឺក៏ជាសាច់ដែរល្អដែរ Okay អីក៏គាត់តបវិញថា Do you have it in a smaller size Do you have it in a smaller size តើអ្នកមានអាវដែលមានទំហំតូចជាងនេះទេអ្នកមានអាវដែលមានទំហំតូចជាងហ្នឹងអត់ B Let me check it is a size small ចាំខ្ញុំឆែកមើលសិនមានទំហំតូចដែរតើនេះ A thank you can I try it on Thank you can I try it on អរគុណតើខ្ញុំអាចសាកឡវាបន្តិចបានទេចឹង try it on ហ្នឹងណាចឹងយើងស្នើសុំគេថាខ្ញុំអាចសុំឡបន្តិចបានអត់ចឹងណា Okay B certainly the changing room is over there certainly មានន័យថាអត់អីទេបានតាពិតជាបានចឹងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់គឺនៅទីនោះណា The changing room is over there អីក៏តបវិញថា It fits me well It fits me well Can you give me a better price ចឹងមានន័យថា It fits me well មានន័យថាវាល្មមត្រូវនឹងខ្ញុំណាស់វាសមនឹងខ្ញុំណាស់ Can you give me a better price តើនេះអាចចុះជាងនឹងបន្តិចបានទេអ្នកសុំចុះតម្លៃជាងនឹងបន្តិចបានអត់ B តបវិញថា I can offer you a small discount maybe $20 Okay I can offer you a small discount maybe $28 ចឹង28មានន័យ$28គាត់និយាយថាខ្ញុំអាចចុះតម្លៃឲ្យអ្នកបានតែប្រហែលជាបានត្រឹមតែ$28ទេHow about $25 I will buy it today ចុះ$25វិញមិនដែរបើបានខ្ញុំនឹងទិញវាថ្ងៃហ្នឹង Okay B ក៏តបវិញថា $20 is too low My best price is $27 $25គឺតម្លៃទាបណាតម្លៃដែលខ្ញុំអាចលក់បានគឺ$27 Okay $27 is fine I will take it Okay ចឹងក៏បានដែរ$27ក៏បានដែរខ្ញុំនឹងយកវាមួយខ្ញុំនឹងទិញអាវនឹងមួយចឹងណា B excellent choice Do you need a bag ល្អខ្លាំងណាស់អញ្ចឹងតើអ្នកត្រូវការកាបូបទៀតទេ Yes please Do you accept credit cards ចាខ្ញុំត្រូវការតើអ្នកទទួលលុយតាមកាតធនាគារទេ Do you accept credit cards ចឹង accept ទទួល credit card ហ្នឹងគឺសំដៅទៅលើកាតធនាគារ
B yes we accept all major cards បានពួកយើងទទួលលុយតាមកាតគ្រប់ប្រភេទ all major cards A here is my card thank you very much នេះជាកាតធនាគាររបស់ខ្ញុំសូមអរគុណច្រើន Thank you for your purchase have a nice day Thank you for your purchase have a nice day អរគុណសម្រាប់ការជួយទិញសូមសំណាងល្អនៅថ្ងៃនេះអញ្ចឹង purchase នេះគឺមានន័យថាការទិញអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាការសន្ទនានៅក្នុងការទៅទិញអីវ៉ាន់ក៏ដូចជាការបញ្ចុះតម្លៃសុំអ្នកលក់បញ្ចុះតម្លៃអីហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាបងប្អូនមានសំណួរក៏ដូចមានចម្ងល់កន្លែងណាបងប្អូនអាចទម្លាក់នៅខាងក្រោម comment នេះបានឬក៏បើមានកំហុសខុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានអភ័យទោសផងដែរ Thank you everybody see you next video